សួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរអាចទូកនឹងបង្ហាញអ្នកទាំងអស់គ្នាពីគន្លឹះនៃការ restart កុំព្យូទ័របាទដោយប្រើ shortcut បាទជាធម្មតាអ្នកទាំងអស់គ្នា restart កុំព្យូទ័រដោយចូលទៅកាន់ start ហើយคลิกលើ start ហើយយកពាក្យថា shut down or sign out ហើយចុចពាក្យថា restart បាទសម្រាប់គន្លឹះថ្មីនេះអ្នកទាំងអស់គ្នាគ្រាន់តែបង្កើត shortcut មួយបាទដែលអាច restart កុំព្យូទ័របានរហ័សជាងមុនបាទអញ្ចឹងដើម្បីបង្កើតបានអ្នកនរគ្នា right click លើ desktop ហើយយកពាក្យថា new តមកយកពាក្យថា shortcut បាទបន្តមកទៀតអ្នកនរគ្នាត្រូវវាយតាមអក្សរខាងលើនេះបាទគឺភាគរយ Windows ដល់អញ្ចឹងបាទហើយខ្ញុំវាយហើយអញ្ចឹងខ្ញុំគ្រាន់តែ copy វាមកបាទតមកយើងយក path នៅ Windows នេះមកបាទតមកខ្ញុំចុចពាក្យថា next បាទកន្លែងនេះមានន័យថាយើងត្រូវដាក់ឈ្មោះរបស់វាបាទអញ្ចឹងខ្ញុំដាក់ពាក្យថា restart បាទតមកទៀតខ្ញុំចុចទៅពាក្យថា finish បាទអញ្ចឹងយើងបាន shortcut មួយដែលមានពាក្យថា restart បាទអញ្ចឹងខ្ញុំចង់ដូរ icon វាបាទព្រោះ icon នេះវាអត់សូវស្អាតមើលទៅអញ្ចឹងខ្ញុំ right click លើវាដើម្បីដូរវាហើយចូលពាក្យថាចុចលើពាក្យថា property បាទតមកទៀតខ្ញុំចុចពាក្យថា change icon បាទហើយតមកចុច OK ខ្ញុំរក shortcut មួយដែលខ្ញុំពេញចិត្តបាទចឹងអ្នកនរគ្នាអាចយកមួយណាក៏បានដែរតែខ្ញុំយកមួយនេះហើយតមកចុច OK ចុច apply ចុច OK បាទអញ្ចឹងគន្លឹះនៃការបង្កើត shortcut ដើម្បី restart កុំព្យូទ័រទៅបានបញ្ចប់បាទអញ្ចឹងដើម្បីទទួលបានគន្លឹះថ្មីទៀតបាទតទៅនឹងបច្ចេកវិទ្យាព័ត៌មានបាទចឹងអ្នកទាំងអស់គ្នាសូមជួយចុចពាក្យថា subscribe ផងបាទលើ channel របស់ iTech Tube បាទចឹងខ្ញុំសូមអរគុណសូមជម្រាបលាបាទ